Sau nàyនេះស្វាគមន៍មកកាន់វីដេអូចាក់តងទៅនឹង business branding ហើយនិង marketing ហើយវីដេអូ episode ទី11ថ្ងៃនេះគឺយើងនឹងនិយាយតងទៅនឹង topic ហេតុអ្វីអ្នកទៅចាប់ដើមថតមាតិកាឥឡូវនេះទោះបីជាមានអារម្មណ៍ថាមិនទាន់ចេះក៏ដោយអូខេអញ្ចឹងរឿងនឹងវាជារឿងធម្មតាទេខ្ញុំគិតថា content creator ឬក៏អ្នកបង្កើតមាតិកាគ្រប់រូបតែម្ដងគឺគាត់តែងតែជួបបញ្ហាឬក៏ជួបប្រទះរឿងហ្នឹងនៅពេលដែលគាត់ចាប់ដើមថតមាតិកាទៅដំបូងគាត់តែងតែមានអារម្មណ៍ថាខ្លួនឯងអត់ទាន់ល្អគ្រប់គ្រាន់ឬក៏អត់ទាន់មានសមត្ថភាពពេលខ្លះចាប់តាមថតមាតិកាបន្តិចអីរួចចុះហើយតែគាត់នៅតែអត់ទាន់បានធ្វើវាអញ្ចឹងខ្ញុំគិតថានេះគឺជាអារម្មណ៍ព្រោះថាការថតមាតិកាគឺវាតទៅនឹងអារម្មណ៍យើងច្រើនអញ្ចឹងជាយើងប្រមូលផ្ដុំអារម្មណ៍ខ្លួនឯងបានល្អហើយចាប់ផ្ដើមថតមាតិកាហើយអ្វីដែលសំខាន់គឺយើងត្រូវរៀនជំនះចិត្តខ្លួនឯងឬក៏រៀនសូត្រពីកំហុសនៅពេលដែលអ្នកនរចាប់ផ្ដើមថតមាតិកាជាដើមអញ្ចឹងខាងក្រោមនេះគឺជាដំណោះស្រាយដែលល្អខ្លាំងមែនទែនសម្រាប់អ្នកនរគ្នាអាចយកទៅអនុវត្តបាននៅពេលដែលអ្នកនរមានអារម្មណ៍ថាចង់ចាប់ផ្ដើមហើយតែនៅតែមានអារម្មណ៍ចាក់ស្ទើរក្នុងការថតមាតិកាជាដើមអូខេអញ្ចឹងចំណុចទី1គឺតាក់ទងទៅនឹងការចំណាយពេលវឹកហាត់ខ្លួនឯងនៅពេលដែលគ្មានអ្នកមើលនៅពេលដែលអ្នកចាប់ផ្ដើមថតមាតិកាដំបូងអ្នកមើលឬក៏ view របស់អ្នកនរគ្នាសឹងតែគ្មានឬក៏ពេលខ្លះមានតិចតួចមែនតើអញ្ចឹងនៅពេលហ្នឹងគឺជាពេលដែលយើងអាចរៀនសូត្រឬក៏វឹកហាត់មិនថាជំនាញក្នុងការថតជំនាញក្នុងការ edit ឬក៏សមត្ថភាពក្នុងការនិយាយជាដើមហើយអ្វីដែលសំខាន់នៅពេលហ្នឹងគឺយើងអាចនិយាយបានដោយគ្មានសម្ពាធព្រោះថាអត់សូវមានអ្នកមើលឬក៏ viewer ច្រើនចូលមើលមាតិការបស់យើងអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាព្យាយាមកុំកត់ច្រើនពេកចាប់ផ្ដើមថតមាតិកាឬក៏ហាត់សមក្នុងការថតឲ្យបានច្រើនព្រោះនៅពេលដែលគ្នាធ្វើបានច្រើនអ្នកគ្នានឹងមានទំនុកចិត្តលើខ្លួនឯងបានច្រើនដើម្បីសិក្សារៀនពីកំហុសក៏ដូចជាស្វែងរកដំណោះស្រាយផ្សេងៗដើម្បីបំពេញចិត្ត audience របស់អ្នកទាំងអស់គ្នាឲ្យកាន់តែល្អប្រសើរជាងមុនអូខេចំណាយពេលវឹកហាត់ដល់ពេលដែលយើងអត់ទាន់មានអ្នកមើលចំពោះចំណុចហ្នឹងជាធម្មតាទេនៅពេលដែលយើងបង្កើតមាតិកាដំបូងវាមិនងាយវាកម្របើសិនជាវាកម្រនឹងបើចូលភ្លាមផ្ទុះភ្លាមពេលថាបើខ្ញុំនិយាយសពធ្វើ10មាន1ដែល content creator ថតមកវីដេអូទៅផ្ទុះអញ្ចឹងបើយើងនៅក្នុង9ហ្នឹងយើងរៀនពីការធ្វើវីដេអូពេលដែលអត់ទាន់មាន view ហ្នឹងទៅមានន័យថានៅពេលដែលយើងអត់មាន view យើងនិយាយទៅគឺអត់សូវសម្ពាធហ្មងនេះអញ្ចឹងយើងមើលពេលដែលយើងធ្វើហើយយើងផុសនៅពេលដែលវីដេអូហ្នឹងយើងមើលទៅថាកន្លែងណាយើងគូកែដើម្បីទាក់ទាញ view កន្លែងណាយើងធ្វើទៅវាអត់សមយើងយកអារម្មណ៍ខ្លាំងជា audience មកយើងមើលខ្លួនឯងមកថាវីដេអូហ្នឹងខ្ញុំមើលទៅមិនណាបានវាខ្ញុំធ្វើទៅមាន view ហើយយើងរៀនពីវាថាខុសកន្លែងនេះនិយាយទៅអត់ទៅនៅកន្លែងនេះហុករបស់ខ្ញុំក្បាលរបស់វីដេអូរបស់ខ្ញុំអត់តាក់ទាញសោះ edit របស់ខ្ញុំនៅស្ទើរ style ការនិយាយរបស់ខ្ញុំនៅស្ទើរឬមួយក៏ quality របស់ខ្ញុំនៅស្ទើរអាហ្នឹងយើងសាកមើលទៅយើងរៀនពីវាបន្តិចយើងពេញចូលវាបន្តិចដល់ពេលដែលថ្ងៃណាមួយយើងទទួលបាន view យើងចាប់ថាហើយតោះយើងរៀនអាវីដេអូដែលមាន view នេះគ្នាថាធ្វើអញ្ចឹងមាន view ឃើញធ្វើអញ្ចឹងមាន view អញ្ចឹងយើងអាចយកអាហ្នឹងជា goal មួយយើងធ្វើវារហូតមកប៉ុន្តែមិនមែនឲ្យអ្នកធ្វើវារហូតទេយើងអាចដូរ style នៃការធ្វើដែរទៅពេលដែលយើងមាន view ហើយប៉ុន្តែដល់ពេលដែលអត់មាន view ជាពេលមួយដែលយើងអាចរៀនសូត្រអាចមើលថាខ្លួនឯងនៅខ្វះចន្លោះខាតកន្លែងណាដែលយើងត្រូវបំពេញបន្ថែមប៉ុន្តែមិនមែនមានន័យថាដល់ពេលមាន view ហើយលែងរៀនទេណាគឺនៅតែរៀនដែរគ្រាន់ថាយើងអាចអភិវឌ្ឍខ្លួនឯងអាហ្នឹងគេអានដល់ពេលមួយដែលយើងអភិវឌ្ឍខ្លួនឯងបន្ថែមហើយអភិវឌ្ឍមិនមាន view ហើយចង់ធ្វើវីដេអូខ្លួនឯងឲ្យលយចង់ edit ទៅឲ្យលយអភិវឌ្ឍថា background ការនិយាយឲ្យវាល្អជាងហ្នឹងអីចឹងទៅណាដើម្បីឲ្យគេមើលមកវីដេអូរបស់យើងកាន់តែវាមានភាពរស់រវើកតាក់ទាញ audience អញ្ចឹងពីខ្ញុំទៅនៅពេលដែលអត់ view ជាពេលមួយដែលវឹកហាត់ខ្លួនឯងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានព្រោះតែវាធ្វើផុតនៅពេលដែលអត់ view យើងនិយាយអីក៏សូវខុសដែរអត់សូវមានសម្ពាធប៉ុន្តែយើងមើលដែរយើងមើលថាពេលខ្លះយើងធ្វើទៅវាខុសលើលោកពេកវាទៅជាវីដេអូមួយយើងអត់ទាន់ល្បីផងធ្វើយើងល្បីតែល្បីក្នុងន័យមើលអក្រមសីលធម៌អញ្ចឹងទោះពេលហ្នឹងត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រៅដូចគ្នាដែរអូខេអញ្ចឹងចំណាយពេលវឹកហាត់ខ្លួនឯងឲ្យបានច្រើននៅពេលដែលយើងអត់ទាន់មាន view នៅពេលដែលយើងមាន view ចាំយើងអភិវឌ្ឍខ្លួនឯងបន្តថែមទៅមុខទៀតដើម្បីឲ្យយើងកាន់ទៅមុខលើសដើមអូខេពីខ្ញុំមានតែប៉ុណ្្នឹងទេអូខេអញ្ចឹងចូលដល់ចំណុចទី2គឺកាន់តែធ្វើកាន់តែចេះអញ្ចឹងនៅត្រង់ចំណុចហ្នឹងនៅពេលដែលអ្នកគ្នាបង្កើតមាតិកាខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាធ្វើម៉េចឲ្យ consistency ឬក៏បង្កើតមាតិកាឲ្យមានភាពទៀងទាត់
ព្រោះថានៅពេលដែលអ្នកទាំងអស់គ្នាបង្កើតបានទៀងទាត់នៅពេលហ្នឹងអ្នកទាំងអស់គ្នាក៏មាន audience ច្រើនក៏មាន engagement ឬក៏ការតំណែងគ្នាល្អៗជាមួយ audience នេះជាដើមហើយនៅពេលអ្នកគ្នាធ្វើកាន់តែច្រើនខ្ញុំធានាអ្នកគ្នានឹងមានវីដេអូមួយណានឹងផ្ទុះព្រោះថាយើងធ្វើកាន់តែច្រើនគេកាន់តែស្គាល់យើងច្រើនហើយនៅពេលហ្នឹងក៏អ្នកគ្នាអាចរក topic មួយណាដែលអាចតាក់ទាញចិត្ត audience ហើយក៏ផ្ទុះ view បានដូចគ្នាអញ្ចឹងនៅពេលដែលអ្នកគ្នាធ្វើច្រើនគឺជាពេលដែលអ្នកនរគ្នារៀនពីខ្លួនឯងហើយក៏អភិវឌ្ឍទៅមុខផងដែរអញ្ចឹងជួយយើងធ្វើឲ្យបានច្រើនកាន់តែល្អអូខេជារឿងសាមញ្ញទេរឿងតាក់ទងនឹងកាន់តែធ្វើកាន់តែចេះបើយើងអត់ធ្វើគឺអត់ចេះទេស្អីក៏ដោយបើយើងឥឡូវខ្ញុំឧទាហរណ៍កុំព្យូទ័រយើងរៀនកុំព្យូទ័រទ្រង់យើងទៅតែរៀនតែយើងអត់អនុវត្តក៏យើងអត់ចេះដែរហើយទិញកុំព្យូទ័រមកទុកចោលក៏យើងដែរប្រើប្រាស់ក៏យើងអត់ចេះដែរត្រូវអញ្ចឹងតោះតែយើងចុចកុំព្យូទ័រដូចគ្នាបានយើងដឹងថាកុំព្យូទ័រនឹងប្រើមិនអូខេអញ្ចឹងការធ្វើវីដេអូដូចគ្នាបើយើងអត់ធ្វើហងអត់សូវធ្វើផងតើយើងចេះអត់គឺអត់ទេចម្លើយគឺអត់អញ្ចឹងពាក្យថាកាន់តែចេះកាន់តែធ្វើខ្ញុំគិតថាសាមញ្ញស្រាប់តែអរគ្នាយល់ហើយខ្ញុំមិនបាច់ចាំបញ្យល់ច្រើនទេតែយើងធ្វើច្រើនចេះច្រើនហើយបើយើងអត់ធ្វើអត់ចេះហើយការងារអីក៏ដោយមិនថាជាអ្នកថតវីដេអូមិនថាជា content creator មិនថាជា graphic design ឬជាអីផ្សេងទេយើងត្រូវតែពេលដែលយើងធ្វើច្រើនយើងនឹងទទួលបានអីដែលថ្មីមកអភិវឌ្ឍសមត្ថភាពខ្លួនឯងទៀតកាន់តែធ្វើកាន់តែទទួលបានបទពិសោធន៍ហ្នឹងវាជាការបរាជ័យវាជាការជោគជ័យក៏ដោយក៏ប៉ុន្តែយកទាំងអាបរាជ័យទាំងអាជោគជ័យហ្នឹងមកអភិវឌ្ឍសមត្ថភាពលើខ្លួនឯងប៉ុន្តែសំខាន់អ្វីដែលយើងត្រូវតែធ្វើនោះគឺធ្វើវាឲ្យទៀងទាត់រាល់ថ្ងៃសម្រាប់អ្នកផលិតមាតិកាសឹងថាមួយថ្ងៃចេញមកវីដេអូហើយបើសិនជាខ្ញុំវិញបើខ្ញុំវិញខ្ញុំធ្វើឥឡូវខ្ញុំឧទាហរណ៍ខ្លួនខ្ញុំផ្ទាល់ខ្ញុំក៏ជាអ្នកផលិតមាតិកានៅលើបណ្ដាញសង្គមម្នាក់ដែរសឹងពេលខ្លះខ្ញុំចេញមួយថ្ងៃ3វីដេអូក៏បានដែរក៏បើសិនជាមាន content ហ្នឹងនិយាយបើសិនជាវាមាន content ត្រូវធ្វើរហូតយើងធ្វើរហូតមកវាអត់ខុសទេយើងចេញមួយថ្ងៃ2ឬក៏3វីដេអូក៏កាន់ល្អតែបើថាយើងរវល់ណាស់យ៉ាងហោចណាស់ក្នុងមួយថ្ងៃយើងត្រូវធ្វើឲ្យបានមួយនៅពេលដែលយើងធ្វើវាជាប់ឡប់រហូតវីដេអូថ្ងៃណាមួយបើយើងអត់ទាន់ល្បីយើងអត់ទាន់មាន view តែខ្ញុំសង្ឃឹមថាយើងអត់ទាន់មាន view សោះយើងធ្វើវាជាប់ឡប់រហូតខ្ញុំជឿថានឹងមានវីដេអូមួយផ្ទុះហើយនៅពេលដែលមានវីដេអូមួយផ្ទុះដូចជាបើកផ្លូវបងប្អូនទាំងអស់គ្នាអញ្ចឹងហើយធ្វើច្រើនចេះទាំង edit ចេះទាំងកាត់យល់ពីការនិយាយយល់ពីហុកគោប្រើមិនយល់ពីការនិយាយបានស្ទាត់ជាងមុនកាយវិការទឹកមុខអីគឺសំខាន់ចាប់ផ្ដើមធ្វើវាច្រើនតែយើងចាប់ផ្ដើមទៅម្ដងរៀងភាំងរៀងផ្លេចហើយដូចខ្ញុំដែរទេខ្ញុំចាប់ផ្ដើមដំបូងខ្ញុំនិយាយឆ្កើខ្លាំងមែនតើទាំងកាយវិការទាំងទឹកមុខរបស់ខ្ញុំគឺនិយាយដោយការផិតភ័យប៉ុន្តែដោយសារតែខ្ញុំធ្វើវាជាប្រចាំទៅវាជាទម្លាប់មួយវាធ្វើខ្ញុំថាអាហ្នឹងវាជាទម្លាប់របស់ខ្ញុំនឹងខ្ញុំមានអីត្រូវភ័យខ្ញុំមានអីត្រូវខ្លាចទៀតអូខេអញ្ចឹងខ្ញុំបាត់បង់ភាពភ័យខ្លាចហើយខ្ញុំមិនមែនបាត់បង់ភាពភ័យខ្លាចរបស់ខ្ញុំហើយខ្ញុំទទួលបានភាពក្លាហានទៅវិញហើយខ្ញុំក៏ទទួលបានចំណេះដឹងថ្មីពីការធ្វើជាប្រចាំរបស់ខ្ញុំដូចគ្នាអូខេអញ្ចឹងឲ្យចូលទៅដល់ចំណុចទី3គឺគ្មានអ្នកណាចេះនៅពេលចាប់បាននោះទេអញ្ចឹងនៅត្រង់ចំណុចហ្នឹងខ្ញុំហ៊ាននិយាយថា content creator នៅប្រទេសយើងក៏គាត់ចាប់ផ្ដើមពីចំណុចដែលពួកគាត់អត់ទាន់ចេះផងដែរអញ្ចឹងអ្នកនរគ្នាគួរតែព្យាយាមបង្កើតមាតិកាព្រោះថា content creator របស់ស្រុកខ្មែរយើងក៏គាត់ចាប់ផ្ដើមដោយពួកគាត់ហ៊ានធ្វើហើយហ៊ានជំនះឧបសគ្គក៏ដូចជារៀនពីកំហុសខ្លួនឯងនៅពេលដែលពួកគាត់ចាប់ផ្ដើមផលិតមាតិកាផងដែរអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយប្រៀបដូចជានៅពេលដែលអ្នកគ្នាចាប់ផ្ដើមធ្វើម្ហូបក៏អ្នកគ្នាចាប់ផ្ដើមពីអត់ចេះដែរអញ្ចឹងនៅពេលដែលធ្វើដំបូងគាត់ថាវាអត់ទាន់ឆ្ងាញ់ឬក៏ពេលខ្លះអត់ឆ្ងាញ់តែម្ដងតែនៅពេលដែលអ្នកគ្នាចាប់ផ្ដើមធ្វើម្ហូបដដែលរហូតទៅខ្ញុំជឿថាអ្នកនរគ្នានឹងអាចធ្វើម្ហូបមួយដែលឆ្ងាញ់បំផុតអាហ្នឹងក៏អាចថាបានអញ្ចឹងនៅត្រង់ចំណុចហ្នឹងអ្នកគ្នាគួរតែចាប់ផ្ដើមថតវីដេអូមិនថាអ្នកគ្នាចេះក៏ដោយអត់ចេះក៏ដោយគួរតែចាប់ផ្ដើមព្រោះថាចាប់ផ្ដើមសិនទៅយើងដឹងថាសមត្ថភាពយើងប៉ុណ្ណាចាប់ផ្ដើមសិនទៅយើងទទួលបានលទ្ធផលមួយដែលយើងចង់បានឬក៏រកដំណោះស្រាយឬក៏រក content ផ្សេងដែលតាក់ទាញអូនលៀនបានអញ្ចឹងគួរតែចាប់ផ្ដើមធ្វើឥឡូវហ្នឹងអញ្ចឹងចំណុចចំពោះខ្ញុំវិញសម្រាប់ខ្ញុំវិញចំពោះចំណុចទី3សម្រាប់ខ្ញុំវិញគឺគ្មានអ្នកគេចេះនៅពេលដែលចាប់ផ្ដើមទេអូខេខ្ញុំទទួលស្គាល់ពិតមែនអត់មានអ្នកគេដែលចាប់ផ្ដើមមកចេះព្រាមយើងត្រូវតែធ្វើខ្ញុំឧទាហរណ៍ថាយើងរៀនទី12ឥឡូវខ្ញុំឧទាហរណ៍យើងរៀនទី12យើងមិនរៀនពីអនុគមតែតោះយើងចេះ Delivery ចេះអង្គិក្រាលអីទៅយើងអាចធ្វើអនុគមត្រូវបានធ្វើបានត្រូវអញ្ចឹងដូចគ្នាការធ្វើវីដេអូតតែយើងបើយើងអត់ទាន់ចេះក៏យើងចាប់ផ្ដើមសិន
mấy thay dương công áp bồng bạ mặt phíaខ្លួនnày bởi dương cách thay dương là tạo aton che hay dương aton trong thứ cứ bây nơi ta tài chẳng pi nhôm tới môn đừng trách cứ kê chập đam bị ấp chạy sần chẳng môn đó thì đọc phí riêng bị ti môi dần tới kia riêng bị ti môi tới con đó thì đọc phí thì chắc vừa bị ấp chạy tới vì công được chạy thế và dân thì dân đã chặt hạt vừa với hai vừa vì chia bị chạm vừa là hot hay khi riêng vì biết mấy mà phải bật mặt với khuôn ấy nhưng cái tham dương nâng cáiตัวban này đăng bị cả vừa bị tao nâng đôi kia ok việc những cái này tập năng tí ok cho đó một tí bốn này chơi một trong khối cứ gì tận tôn tận năng sản phẩm mẹ mình tôn chập đám tôi chơi cái đó còn như là rộng thá ở trên đây để sao tại do tao mình thôi chân cái này nó cứ dùng tôi quá hay có nhung trong ở nhạc nó như vô đáy và sân bài nhạc cái này ở tôn chập đám thơ tôi nhạc này chơi đó còn vẫn là cái đòi cứ smartphone của dương ở thơ vẫn là hay dương mình đăng tha dương mình mặc cái pan ná dương tôi ban là tập hò mình chân mình tại nhạc này chập đám thơ mình tại cá thế từ nhạc này ai chọn nhạc hiệp hay khai có đôi chia vô vì sản phẩm mình thay ca script ca giấy ca sầm đánh tập mộ chỉ làm trong toàn này kia vật hạt từ cọp chi dân thời ban chớn tâm nhận đó kia đăng vì sản phẩm luôn này nó ngày chụp post rồi cái nắng bởi vì toàn vơ có mình bàn giờ hiền mưa nghi smart luôn này anh đang thiệt ha là toàn chập đào phóng ọt hiền bà đây toàn chập đào vơ mưa nghi smart luôn này ọt chụp luôn ấy bài chỉ tới mưa nghi smart luôn này thà slide data hiền ở bên trong mặt chạy công giờ bị chè ăn mọt đặt một ấy cứ giờ bị tha xạ sân mặt đằng công giấy bị hạt thưa ở bàn lấy thưa sân mặt đằng từ giấy bị đăng chia bị trang về online ra thưa sân tây công khai công yên biên bị này cây chập ở đào màu từ vốn chạy khục kia như thế cái tay ta miền nẹt đài ọt chạyឬក៏ចេះមានអ្នកអត់ចេះហើយច្រើនហើយបានអាចទៅជាចេះបានអធិស្ឋាននិយាយរៀងត្រឡប់ទៅលិនតិចក៏ប៉ុន្តែចំណុចនេះខ្ញុំចង់ឲ្យដោតសំខាន់កុំឲ្យមើងងាយសមត្ថភាពខ្លួនឯងឲ្យសោះព្រោះថាបើយើងអត់ទាន់ចាប់ផ្ដើមនឹងធ្វើផងហើយយើងវាតម្លៃសមត្ថភាពខ្លួនឯងមុនបាត់ហើយស្មើនឹងយើងបោះបង់ចោលខ្លួនឯងបាត់ហើយស្មើយើងតម្លាក់ខ្លួនឯងបាត់ហើយអញ្ចឹងចាប់ផ្ដើមពីចេះចាប់ផ្ដើមពីមិនចេះរហូតទៅដល់យើងអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងអាចមានចំណេះដឹងនៅក្នុងការធ្វើការ edit ការអីនៅលើវីដេអូនឹងគ្រប់បែបគ្រប់យ៉ាងចឹងលើកទឹកចិត្តឲ្យធ្វើទោះជាមិនចេះឬក៏ចេះក៏ដោយត្រូវតែធ្វើឲ្យបានប្រចាំឲ្យបានស្ទឹងតែរាល់ថ្ងៃមកដើម្បីឲ្យយើងទទួលបានអីដែលថ្មីមកខ្លួនយើងទៀតអូខេមានតែប៉ុណ្ណឹងទេអូខេអញ្ចឹងពីខ្ញុំទៅចុងក្រោយខ្ញុំចង់ឲ្យអ្នកចាប់ផ្ដើមធ្វើទៅអ្នកនេះយល់ពីសមត្ថភាពក៏ដូចជាបទពិសោធន៍ចំណេះដឹងខ្លួនឯងទោះបីជាអ្នកទាំងអស់គ្នាបរាជ័យក៏ដោយក៏អ្នកគ្នាទទួលបានបទពិសោធន៍មួយដែលល្អតែខ្ញុំជឿថានៅពេលដែលគ្នាធ្វើបានច្រើនអ្នកគ្នានឹងទទួលបានផលនៅអ្វីដែលគ្នាបានខំប្រឹងមិនធ្វើច្រើនទៅបរាជ័យខ្ញុំអត់ជឿទេតិចក្តីច្រើនក្តីឲ្យតែយើងបានធ្វើវាជាសមិទ្ធផលរបស់យើងហើយយើងសុខចិត្តនឹងទទួលវាព្រោះថាយើងបានខំប្រឹងហើយអូខេអូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបើសិនអ្នកគ្នាមានចម្ងល់កុំភ្លេច comment មកហើយជួយ like share ផងហើយយើងជួបគ្នានៅ episode ទី12បន្តទៀត